ម្ចាស់វ័យក្មេងដែលមានទ្រព្យសម្បត្តិម្នាក់បានឆ្នាំក្រោយដើម្បីសាកល្បងស្ត្រីនោះបេះដូងពិតរបស់មិត្តម្នាក់នៅថ្ងៃនោះគាត់មានគម្រោងធ្វើអ្វីដែលគាត់ចង់ចុងក្រោយគឺត្រូវឲ្យគ្រូពេទ្យប្រកាសថាគាត់បានអះអាងថាស្ថានភាពរបស់គាត់ធ្ងន់ធ្ងរហើយគាត់ត្រូវកាត់ភ្លាមប៉ុន្តែថ្លៃវះកាត់វាមានតម្លៃរហូតដល់$200,000ទូលេខតារាសាស្ត្រនេះស្ត្រីនោះមិនបានទទួលប្រាក់អ្វីទាំងអស់ស្ទាក់ស្ទើរប៉ុន្តែលួងលោមបុរសនោះយ៉ាងម៉ឺងម៉ាត់មិត្តខ្ញុំមិនអាចបោះបង់ការព្យាបាលបានទេគាត់គ្រាន់តែមាននឹងរោគដំណោះស្រាយអស់រយៈពេល3ឆ្នាំមកហើយស្ត្រីរូបនេះបានវាអ្វីមួយជាហើយលុយទាំងអស់ត្រូវបានចំណាយដើម្បីបង់ថ្លៃព្យាបាលមិត្តប្រុសរបស់នាងឥឡូវនេះគ្មានវិធីណាដើម្បីទទួលបានវាទាំងអស់ក្នុងដល់ចំ$200,000បានឃើញសត្វតូចមួយដោយចៃដន្យការផ្សាយពាណិជ្ជកម្មស្ត្រីដែលដឹងវាអាចធ្វើបានយ៉ាងឆាប់រហ័សពីរកឃើញវិធីរកលុយបានរហ័សហើយភ្លាមម៉ាក់បានទៅមន្ទីរពេទ្យដើម្បីពិនិត្យសុខភាពប៉ុន្តែគេបានប្រាប់នាងថានាងធ្លាប់គាត់ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺធ្ងន់ធ្ងរហើយឥឡូវនេះគាត់ស្ថិតក្នុងដំណាក់កាលកណ្ដាលស្ត្រីនោះដើរតែម្នាក់ឯងដោយអស់សង្ឃឹមនៅតាមផ្លូវនៅពេលនេះនាងជាស្គរគាត់មិនអាចសូម្បីតែមើលថែជំងឺរបស់គាត់បានមានតែរបស់នាងគ្រប់យ៉ាងដែលនាងអាចគិតដល់វាកាត់ពេលនោះនាងបានឃើញមួយរថយន្តទំនើបមួយគ្រឿងបានបើកមកដល់ហើយក្នុងភាពភ័យស្លន់ស្លោមានគំនិតរៀបចំគ្រោះថ្នាក់ដើម្បីឲ្យតែនាងមិនដឹងនោះគឺថានៅលើឡានក្រុងមនុស្សនោះជាប្អូនប្រុសរបស់មិត្តប្រុសនាងបងប្រុសរបស់នាងទៅចូលរួមពិធីជប់លៀងអាហារហើយកំពុងស៊ូទ្រាំនឹងការជិះរាងកាយមិនប្រញាប់ប្រញាល់ទេហើយទូរស័ព្ទទៅផ្ទះបន្ទាប់ពីបងប្រុសបានដឹងថាគាត់បានបុកស្ត្រីរូបនោះបានចុះពីឡានភ្លាមដើម្បីពិនិត្យគាត់បាននិយាយភ្លាមដោយទាមទារសំណងត្រូវបានទាមទារបុរសនោះស្គាល់នាងមួយផ្លែក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបុរសម្នាក់បានឆ្នាំនេះមានប្រសិទ្ធភាពពីខាងក្នុងហើយបន្តចំណុចសំខាន់គឺថាស្ត្រីគឺសម្រាប់តែជំនួសឲ្យការខ្ជិលខ្ជាយលុយហេតុអ្វីមិនចូលរួមជាមួយខ្ញុំនឹងផ្ដល់ឲ្យអ្នកតាមដែលអ្នកចង់បាននៅពេលក្រោយស្ត្រីនោះគិតក្នុងចិត្តថានាងគ្មានថ្ងៃណានៅសល់ទៀតទេហើយឥឡូវនេះពិតជាគ្មានអ្វីដែលអាចធ្វើបានទេប្រាក់បាន$200,000ផ្សេងទៀតទេដូច្នេះពួកគេគ្មានជំរឿអ្វីក្រៅពីយកបុរសនោះបន្សាបជាពលស្ត្រីរូបនោះមានអារម្មណ៍ថាអ្វីដែលនាងចង់បាននោះជាច្រើនបានពន្យល់យ៉ាងប្រញាប់ប្រញាល់ថាពួកគេចង់ដល់កំពុងរៃអង្គាសប្រាក់ព្រោះគាត់ឈឺមនុស្សមិនជឿនាងតតែសោះប៉ុន្តែគាត់បានឲ្យលុយនាងដោយស្រួលបន្ទាប់មកខ្ញុំបានរនាងប្រាប់គ្រូពេទ្យទូរស័ព្ទមកហើយស្នើសុំការដំឡើងភ្លាមរៀបចំការវះកាត់និងមើលនាងរត់បុរសនោះបានដើរទៅទីដៅមន្ទីរពេទ្យពេលនោះហើយដែលខ្ញុំដឹងថាប្រហែលជានាងមិនបាននិយាយហើយបានណែនាំជំនួយការរបស់គាត់ឲ្យសូមប្រឡេកមើលក្មេងស្រីម្នាក់នេះ3ថ្ងៃក្រោយមកស្ត្រីនោះបានចូលសម្រាប់ព្យាបាលនៅដោយប្រុងប្រយ័ត្ននៅក្នុងវូតមិត្តប្រុសរបស់ខ្ញុំបន្ទាប់ពីវះកាត់រួចគឺជាបុរសទឹកមុខស្មោះស្ម័គ្រគាត់បានសន្យាមួយខ្ញុំពិតជានឹងឲ្យវាទៅកូនស្រីរបស់ខ្ញុំបន្ទាប់ពីខ្ញុំជាសិស្សឲ្យមួយសម្រាប់មនុស្សគ្រប់គ្នាយ៉ាងណាមិញស្ត្រីនោះដោយសារតែសាច់ឈាមមុននាងបានក្បត់មិត្តប្រុសរបស់នាងដោយធ្វើអ្វីមួយទៅលើរាងកាយរបស់នាងពេញដោយអារម្មណ៍មានទោសហើយគិតថាគាត់នឹងរងចាំដោយស្ងៀមស្ងាត់រហូតដល់គាត់ជាសះស្បើយចេញទៅហើយរងចាំមិត្តស្រីរបស់ខ្ញុំទៅធ្វើការមិត្តប្រុសខ្ញុំមិនអាចរងចាំបានទេហើយមិត្តភ័ក្តិរបស់អ្នកឲ្យប្រកាសស្ត្រីរូបនេះផ្ទាល់បានប្រឡងជាប់ហើយខ្ញុំកំពុងរៀបចំសុំគាត់រៀបការហើយយើងនឹងណាត់ជួបខ្ញុំនឹងទៅមុនឡៃបយយប់នេះគាត់បានដកថយទាំងស្រុងពីពិធីជប់លៀងស្ត្រីនោះមិនបានកត់សម្គាល់ឃើញធំសម្រាប់ទេជាលេខាប្រឡាក់ឈាមពីការក្អកស្ត្រីនោះនៅបាននៅយប់នោះសេវាកម្មបន្ទប់ឯកជនវេបហើយសេងខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលដឹងថាមិត្តប្រុសរបស់ខ្ញុំបន្ទប់ឯកជននេះនឹងនៅក្បែរគាត់មិត្តខ្ញុំមកពីមន្ទីរពេទ្យវិជ្ជាបណ្ឌិតនិងគិលានុបដ្ឋាយិកានៅពេលនេះក្រុមវិទ្យាសាស្ត្រផ្ទៃក្នុងយ៉ាសេងនិងមន្ទីរពេទ្យបុគ្គលិកពេទ្យបានប្រមូលផ្ដុំគ្នារហូតដល់ជូនចំពោះស្ត្រីដែលបានឬការសន្និរបស់ទីបំផុតមនុស្សនោះបានយល់ថាវាពិតជាបីមិត្តប្រុសរបស់ខ្ញុំបានខ្លាញ់បន្លំជំងឺរបស់គាត់មានអារម្មណ៍ដូចជាឆ្នាំមកហើយម្នាក់ត្រូវបានរក្សានៅក្នុងទីងឹតក្នុងតម្លៃណាក៏ដោយខ្ញុំបារម្ភពីម្សៅថ្នាំរបស់មិត្តប្រុសខ្ញុំគាត់ថែមទាំងបានកើតជំងឺធ្ងន់ធ្ងរដោយសារធ្វើការដែលបានហើយអង្គាសយ៉ាងយកចិត្តទុកដាក់អាចសូម្បីតែ11នៃពិធីជប់លៀងនេះសូម្បីតែស្រាបរទេសក៏មិនអាចប្រៀបធៀបនឹងស្ត្រីបានដែរហឹងនៅក្នុងចិត្តរបស់គាត់ខ្ញុំបានទៅចាក់ភេសជ្ជៈឲ្យពួកគេប៉ុន្តែដោយចៃដន្យបុរសនោះបានកំពុកស្រាមិត្តភក្តិឃើញបែបនេះក៏ចំអកគាត់ដោយចេតនាពួកគេបានចាប់ក្មេងស្រីនោះដោយបង្ខំគាត់ត្រូវបានបង្ខំឲ្យផឹកស្រាជាច្រើនស្រាមានតែនៅពេលនេះទេដែលស្ត្រីខ្ញុំបានឃើញពណ៌ពិតរបស់មិត្តប្រុសខ្ញុំភ្នែកបន្ទាប់មកស្ត្រីនោះបានរត់គេចខ្លួនដោយភ័យស្លន់ស្លោនៅក្នុងបន្ទប់ឯកជនគាត់បានជួបបុរសម្នាក់បងប្រុសរបស់មិត្តខ្ញុំបុរសនោះយូរមកហើយខ្ញុំបានដឹងអំពីគាត់ពីជុំបុរសនោះបានដឹងថាស្ត្រីនោះបានរក្សាទុកសង្សារខ្ញុំជឿហៅខ្ញុំរាល់ថ្ងៃធ្វើការច្រើនកន្លែងដើម្បីបង់ថ្លៃព្យាបាលនៃឃើញគាត់ប្រឡាក់ដោយស្នាមប្រឡាក់ស្រាបុរសនោះមានអារម្មណ៍អាណិតអាសូរចំពោះគាត់បុរសនៅតែមិនស្គាល់ភាពជាបុរសរបស់ស្ត្រីយូសេងគឺជាប្អូនប្រុសរបស់គាត់បន្ទាប់មកបុរសនោះបានស្រវឹងស្រាស្ត្រីនោះបានលើកគាត់ឡើងហើយកាន់ខ្ញុំបានទៅផ្ទះវិញពេលស្ត្រីនោះភ្ញាក់ពីដំណេកនាងបានឃើញសម្លៀកបំពាក់របស់ខ្ញុំត្រូវបានផ្លាស់ប្ដូរហើយស្លៀកចុងសាមដែលផលិតតាមតម្រូវការបុរសនោះបានពន្យល់យ៉ាងរហ័សថានោះជាអ្នកបម្រើស្រីបានជួយផ្លាស់ប្ដូរវាហើយថែមទាំងសរសើរទៅអស្ចារ្យណាស់នៅក្នុងឈុតនោះដោយសារតែការស៊ើបអង្កេតពីមុនលើស្ត្រីខ្ញុំបានសិក្សាផ្នែកគ្រប់គ្រងសន្តាគារនៅមហាវិទ្យាល័យដោយសារតែជំងឺរបស់មិត្តប្រុសខ្ញុំបោះបង់ចោលដើម្បីមានទំនាក់ទំនងជាមួយស្ត្រីកាន់តែបុរសមានឱកាសច្រើនក្នុងការចំណាយពេលជាមួយវាមានន័យថាគាត់មានសន្តាគារមួយដែលខ្វះខាតជាមន្ត្រីដែលមានបទពិសោធន៍ខ្ញុំចង់អញ្ជើញគាត់នៅថ្ងៃនេះសន្តាគារនោះដើម្បីជួបភ្ញៀវនៅពេលក្រោយអចលនទ្រព្យទៅវិតម្លៃស្ត្រីនោះកំពុងគិតអំពីបុរសម្នាក់នេះបុរសចំណាស់បានជួយខ្ញុំច្រើនដង
នារីម្នាក់ទើបតែបែកគ្នាជាមួយមិត្តប្រុសរបស់នាងឃើញបងប្រុសរបស់នាងបានប្រាប់បងប្រុសរបស់នាងថានាងលងស្នេហ៍នឹងក្មេងស្រីធម្មតាម្នាក់ហើយបាននិយាយថាទោះបីជាយ៉ាងណាក៏ដោយក្មេងស្រីនោះមិនមែនជាអ្នកស្នេហ៍គាត់បានបានអត្តសញ្ញាណរបស់គាត់រួចហើយគាត់ត្រូវបានសាកល្បងអស់រយៈពេល3ឆ្នាំខ្ញុំកំពុងគិតចង់ស្នើសុំគាត់រៀបការឥឡូវនេះបងប្រុសដែលខ្ញុំគោរពបំផុតគឺទេពេលលើប្អូនប្រុសខ្ញុំនិយាយបងប្រុសច្បងក៏ប្រញាប់និយាយឡើងថាបងប្រុសរបស់នាងក៏បានរំលឹកនាងថាគាត់បាននិយាយថាផ្ទះរបស់គាត់ដោយមិនគិតពីប្លង់របស់ចាំបាច់យកសម្ភារៈអ្វីទេអារម្មណ៍ពិតរបស់មនុស្សស្រីធម្មតាម្នាក់ធ្វើរឿងគួរឲ្យធុញទ្រាន់បែបនេះពេលនោះអ្នកគ្រប់គ្រងសន្តាគារគាត់បានហៅប្អូនប្រុសរបស់គាត់ហើយសម្លេងរបស់គាត់ពួកគេបាននិយាយថាទីកន្លែងរៀបអាពាហ៍ពិពាហ៍បានទេប្អូនប្រុសក៏សប្បាយចិត្តដែរដូច្នេះគាត់ក៏សម្រេចចិត្តទៅមើលដោយខ្លួនឯងមើលពីមុនដើម្បីធ្វើពុតជាក្រីក្រពួកគេគ្មានច្បាប់បង្ហាញពីឋានៈរបស់ខ្លួនជាអ្នកស្នងសូម្បីតែការពីដងនៅថ្ងៃបុណ្យនៃក្តីស្រឡាញ់ខ្ញុំមិនដែលផ្ញើការពីមុនមកទេប៉ុន្តែឥឡូវនេះគាត់បានរៀបចំតំបន់ធំមួយជាពិសេសសមុទ្រកាំលេកាលពីអតីតកាលថ្ងៃកំណើតរបស់ស្ត្រីបញ្ចូលផ្នែកគ្រប់ទុកមួយចូលទៅក្នុងកន្លែងអាចធ្វើការប្រាថ្នាបានតែជាមួយទីមួយប៉ុណ្ណោះហើយឥឡូវនេះបានជាតបដូច្នេះគាត់គិតដោយមោទនភាពអំពីបច្ចុប្បន្នគាត់បានទទួលបានអត្តសញ្ញាណរបស់គាត់ឡើងវិញហើយអ្វីមួយដែលមនុស្សមិនដែលស្រមៃចង់បានគាត់ប្រហែលជារំជួលចិត្តខ្លាំងណាស់ប៉ុន្តែមិនមែនទេដោយដឹងពីការរៀបចំដ៏ហួសហេតុទាំងនេះគាត់ត្រូវបានរំជួលចិត្តដោយវានៅពេលនេះបុរសនោះស្រាប់តែឃើញស្ត្រីនោះខ្ញុំនៅក្នុងជណ្ដើរយន្តនៅតែកាន់គាត់កាន់កូនសោបន្ទប់ហើយពោពេញដោយគាត់ក៏ដើរតាមភ្លាមដោយងឿងឆ្ងល់ទៅចុះប្អូនប្រុសរបស់នារីនិងមិត្តប្រុសបងប្រុសបានចូលទៅក្នុងបន្ទប់មួយដែលដើមឡើយស្ត្រីដែលបានមកធ្វើជាមន្ត្រីបទពិសោធន៍និយាយដោយប្រុងប្រយ័ត្នអំពីបន្ទប់មែនហើយនៅពេលនេះបងប្រុសរបស់មិត្តប្រុសខ្ញុំលែងអាចគ្រប់គ្រងអារម្មណ៍របស់ខ្ញុំគាត់ពុះស្ត្រីខ្លាំងណាស់រហូតដល់ថ្នាក់អប់នាងភ្លាមរួចបន្ទប់នឹងចូលទៅខាងក្នុងនៅពេលនេះមិត្តប្រុសរបស់ស្ត្រីនោះបានឡើងមកជន់លើដោយរងចាំមិត្តប្រុសរបស់នាងដែលប្រញាប់ពីងវាំងនឹងចេញមួយសន្ទុះគាត់ក៏ភ្ញាក់ផ្អើលពេលឃើញតាមពិតទៅមនុស្សនៅក្នុងបន្ទប់នោះគឺជាខ្លួនបងប្រុសឆ្លង